chungវិញពាក់ព័ន្ធទៅនឹង Cristiano ហើយនឹង Club បាល់ទាត់ Man U ឥឡូវពូឆ្លៀននិយាយតិចចុះ Ronaldo ជាមួយនឹង Man U បាននិយាយទៅគឺពេលនេះគឺគាត់បានចែកផ្លូវគ្នាដាច់ស្រេចអស់ហើយនៅតែ Club ប្រកាសបាទនៅតែ Club ប្រកាសជាផ្លូវការទេហើយវាកម្រយើងពិតណាស់ហើយថាចាប់តាំងពី Cristiano Ronaldo គាត់លេងនៅក្នុងបាល់ទាត់បាទចាប់តាំងពីគាត់លេងនៅ Man U លេងនៅ Madrid លេងនៅ Juventus បាទរហូតដល់គាត់មកលេងនៅ Man U ម្ដងទៀតសួរថាគាត់ដែលមានបញ្ហាជាមួយ Club ទេយើងមិនបាច់និយាយអីឆ្ងាយទេយើងមិនបាច់និយាយអីច្រើនទេដោយអ្វីដែលគាត់នៅ Real Madrid ចឹងគាត់លកម្មលកោជាមួយ Club យ៉ាងម៉េចនៅពេលដែលគាត់ចេញបាទគាត់ពិបាកយ៉ាងម៉េចជាមួយនឹង Club បាល់ទាត់ Real Madrid ប៉ុន្តែគាត់អត់មានថាចេញមកវាយប្រហារ Club បាទចេញមកនិយាយពី Club គឺអត់មានទេបាទគឺគាត់នៅតែរក្សាគេហៅថាគុណតម្លៃគឺចេញដោយស្ងប់ស្ងៀមបាទចេញដោយស្ងប់ស្ងាត់ទាំងសងខាង Club Real Madrid ក៏ស្ងាត់ខាងសម័យខ្លួន Cristiano Ronaldo ក៏ស្ងាត់អាហ្នឹងរឿងទី1រឿងទី2បាទគាត់លេងនៅអ៊ីតាលីគាត់ចាយពេលនៅទឹកដី Juventus 3 ឆ្នាំក៏គាត់មិនដែលមានបញ្ហាជាមួយ Club ដូចគ្នាដែរគឺអត់មានទេដោយឡែកបាទលើកនេះបាទគឺហាក់ដូចជាវាអាចថាធ្វើឲ្យអារម្មណ៍របស់គាត់ទ្រាំលេងបានបាទជាមួយនឹងគេហៅថាបញ្ហាលកម្មលកោជាមួយនឹង Club Ronaldo បានធ្វើបទសម្ភាសន៍មួយជាមួយនឹងពិធីករដ៏ល្បីគឺលោក Piers Morgan បាទគាត់បានទៅប្រាប់ទៅ Piers Morgan ថា Club Man U មិនឲ្យតម្លៃគាត់ហើយមានបុគ្គលជាច្រើនទៀតបានក្បត់គាត់កាពិតទៅគឺគាត់ចង់សម្ដៅទៅលោក Erik ten Hag គាត់ថាបើសិនជា Erik ten Hag បាទផ្ដល់តម្លៃឲ្យគាត់មែនហេតុអីបានមកដាក់ឲ្យគាត់លេងទី1ទី2គាត់ថាប្រសិនបើ ten Hag គោរពគាត់ដូចថ្ងៃដែល Man U ប៉ះ Man U ចាញ់ Man City គាត់ថាពេលហ្នឹងគឺដោយសារការគោរពអំពីអាជីពការងាររបស់ Ronaldo អញ្ចឹងគឺមិនត្រូវបានដាក់ឲ្យលេងទេដោយសារខ្លាចគាត់ខ្មាស់គេអាហ្នឹងគាត់ក៏ទទួលយកអូខេចុះថ្ងៃប៉ះមួយ Spurs នៅពេលដែល Man U ស៊ី Spurs នៅពេលដែល Man U នាំមក Spurs ហើយនៅសល់ម៉ោងប្រហែលម៉ោងបន្ថែម4នាទីហ្នឹងហេតុអីបានត្រូវចាំបាច់ដាក់ Ronaldo ឲ្យចូលលេងសួរតែគាត់អន់ចិត្តអត់ឲ្យគ្នាទៅ Recipe តាំងពីតង់ទី1ឲ្យគ្នាទៅកម្ដៅសាច់ដុំតាំងពីតង់ទី1តង់ទី2ចាប់ផ្ដើមកម្ដៅសាច់ដុំម្ដងទីត្រៀមដូរចូលនៅពេលដែល Man U នាំមកហើយហេតុអីបានថែនគាត់មកដាក់ Ronaldo ចូលទោះតែម៉ោងបន្ថែម4នាទីចុងក្រោយបានគាត់ហៅ Ronaldo មកហើយ Ronaldo គាត់មិនខឹងគាត់មិនអន់ចិត្តគាត់ដើរចូលទៅក្នុងគាត់ទទួលស្គាល់ថាវាជាទង្វើមិនគប្បីវាជាទង្វើមិនសមរម្យក៏ប៉ុន្តែសួរថាតើ Ten Hag ធ្វើនឹងផ្ដល់ការគោរពដល់គាត់ទេគឺអត់ទេហើយយើងសង្កេតមើលថាតាំងពី Premier League បែកមកប្រហែលសប្តាហ៍ហើយ13 14សប្តាហ៍នេះ Ronaldo លេងមកប្រហែលដងនៅ Premier League បំរុងចង់10ដងទៅហើយហ្នឹងអាហ្នឹងជាការគោរពរបស់ Ten Hag ទៅកាន់ Cristiano Ronaldo ឥឡូវយើងបែងចែកឲ្យដាច់មើលរវាង Ronaldo និង Ten Hag មួយណាគោរពមួយណាហើយសួរថា Ronaldo មក Man U ដោយអីដោយសារអីដើម្បីអ្នកណាប្រសិនបើលោក Sir Alex Ferguson មិនតេលេហ្វូនទៅនិយាយជាមួយនឹង Cristiano Ronaldo នេះ Ronaldo អត់មក Man U ទេអត់មកទេគោលដៅគឺទៅក្លឹបផ្សេង Man City ក៏ធ្លាប់បានចរចាតាក់ទង Ronaldo បើយិនមិននេះក៏ធ្លាប់បានតាក់ទង Ronaldo Chelsea ក៏ធ្លាប់បានសួរ Ronaldo ប៉ុន្តែ Ronaldo អត់ទៅដោយសារតែគុណធម៌នេះដោយសារតែគុណធម៌នេះបានធ្វើឲ្យគាត់វាមានអាបញ្ហាដល់ឥឡូវនឹងជាមួយក្លឹបនេះឥឡូវនឹងក្លឹបគេបានបាយប្រហារគាត់បើថាគាត់និយាយលើសពីការពិតហើយសំខាន់អ្នកគ្រប់ត្រូលខ្លះក៏ស្ដាប់គាត់អ្នកគ្រប់ត្រូលខ្លះក៏គេឲ្យតម្លៃទៅលើក្លឹបគេថាក្លឹបគឺជាបានន័យថាក្លឹបធំជាងកីឡាករទទួលស្គាល់ថាក្លឹបពិតជាធំជាងកីឡាករមែនក៏ប៉ុន្តែក្នុងកីឡាទេសៈខ្លះក្លឹបក៏ត្រូវផ្ដល់គុណតម្លៃឲ្យកីឡាករដែរដោយ Cristiano Ronaldo Man U អាចថាយក Ronaldo មកក្នុងលក្ខខណ្ឌមួយជា business ចឹងគេហៅថាជាឧបករណ៍មួយទីផ្សារចឹងចំណេញទាំងប្រជាប្រិយភាពរបស់ក្លឹបចំណេញទាំងការលក់អាវចំណេញទាំង sponsor ចំណេញគ្រប់បែបយ៉ាងហ្មងមាន Ronaldo មួយប្រៀបដូចជាមានគេហៅថាហិរញ្ញវត្ថុសឹងតែ30ទៅ 40% ហើយតម្លៃភាគហ៊ុនរបស់ Man U ក៏ឡើងទៅតាមនោះដែរដូចការ Ronaldo នៅ Juventus ចឹងតែញ Ronaldo ពី Real Madrid មកបាន100លានគ្រាន់តែលក់អាវនឹងវាលើសពី100លានផងអាហ្នឹងហើយជា business ទីផ្សារហើយ Man U នេះសួរថាពីដើមមកធ្លាប់មានបញ្ហាមួយកីឡាករទេមានសឹងថារាប់មិនអស់ហើយតាំងពីជាមួយ Di Maria តាំងពីជាមួយ Depay សុទ្ធតែមានបញ្ហាប៉ុន្តែកីឡាករអស់ហ្នឹងគេអត់និយាយគេចេញទៅគេស្ងាត់ប៉ុន្តែគេឈឺចិត្តណាគេឈឺចាប់ដល់ពេលឥឡូវ Ronaldo គាត់ទ្រាំលេងបានហើយអញ្ចឹងគាត់ត្រូវតែនិយាយហើយការនិយាយរបស់គាត់ចុងក្រោយនេះគឺគាត់សម្រេចចិត្តចេញហើយចប់ World Cup Ronaldo ដាច់ខាតគឺត្រូវទៅរកក្លឹបថ្មីហ្មងប្រសិនបើឲ្យមកក្លឹបចាស់វិញគឺមិនទេព្រោះ Man U ក៏ខឹង Ronaldo ក៏អន់ចិត្តដូច Man U ដូចគ្នាដែរអញ្ចឹងពីរនេះគឺបាទដូចគេហៅថាទឹកហើយនឹងត្រីអញ្ចឹងដូចមេឃហើយនឹងដីអញ្ចឹងវាបែងចែកគ្នាហើយវាលែងមានអ្វីដែលត្រូវតាក់ទងគ្នាទៀតហើយ
ហើយមួយទៀតលោក Ten Hag គាត់អន់ចិត្តជាមួយ Ronaldo អារឿងហៅ Ronaldo ឲ្យទៅលេង Pre-season ការ Ronaldo អង្គការ Man U មកលេងនៅថៃពេលហ្នឹងគាត់បានប្រាប់ព័ត៌មានទៅក្លឹបគាត់បានប្រាប់ព័ត៌មានទៅក្លឹបថាកូនគាត់អត់ស្រួលទេកូនគាត់ឈឺ Man U អត់ឈឺទៀតក្លឹបអត់ឈឺទៀតថា Ronaldo យកលេសបាទឮថា Ronaldo ចង់ចាក់ចេញ Ronaldo យកលេសដល់ទៅពេលអញ្ចឹងគាត់អត់សប្បាយចិត្តគាត់ថាហេតុអ្វីបានការពិតដែលគាត់បានបញ្ចេញទៅប្រាប់ទៅហេតុអីបានបញ្ជឿគាត់បែរជាយកកូនគាត់បានន័យថាតើគាត់នឹងសុខចិត្តថាយកសុខភាពកូនគាត់យកជីវិតកូនគាត់មកលេងសើចដើម្បីតែគេចបេះពីការប្រកួត Pre-season នោះដែរឬអីអញ្ចឹងបានថាបានន័យថាប្រសិនបើពិភពលោកនេះគ្មានការស្រឡាញ់ទេអញ្ចឹងគាត់ក៏មិននឹងនិយាយថាម៉េចដែរវាហួសហេតុពេកគ្រប់ការប្រកួតឲ្យតែគាត់ចូលលេងចាញ់គេដាក់សម្ពាធទៅលើគាត់ចាញ់គេដាក់បន្ទុកទៅលើគាត់ដោយសារគាត់បានចាញ់បើឈ្នះវាជារឿងមួយផ្សេងទៀតតែបើចាញ់ដោយសារ Cristiano គាត់មិនរត់គាត់ធ្លាក់ទម្រង់លេងគាត់លេងឡើងកើតវាហេតុផលគ្រប់យ៉ាងគឺនៅលើ Cristiano ទាំងអស់អញ្ចឹងបានថាអាគុណធម៌ដែលគាត់លះបង់ដល់ពេលដែលគាត់លះបង់ហើយវាទទួលមកវិញបែបហ្នឹងវិញសួរឲ្យឈឺចាប់ឯងឈឺចាប់ខ្លាំងណាស់វាឈឺចាប់រកអ្វីវាធ្វើឲ្យគាត់ទ្រាំលេងបានដល់គាត់បញ្ចេញជាសាធារណៈប្រាប់ទៅកាន់លោកព្យាម៉ូហ្គែនមកថា Man U ក្បត់គាត់យ៉ាងម៉េចហើយមានអ្នកណាខ្លះក្បត់គាត់នៅពីក្រោយក្នុងនឹងទៀតហើយសូម្បីតែ Man U តែងតាំងលោក Renick ក៏គាត់និយាយដែរគាត់ថាគាត់អត់ឲ្យស្គាល់ Renick ទេគាត់មិនឲ្យស្គាល់ Renick ពីមុនមកទេថា Renick នឹងជាអ្នកណាគាត់ថាអូឡេគាត់ដឹកនាំគាត់ថារបៀបធ្វើការអូឡេល្អគាត់សប្បាយចិត្តតែដល់ពេលដកអូឡេចេញហើយតែងតាំងលោករ៉ាស់ Renick ភ្លាមគាត់សង្ហាចិត្តភ្លាមមកគាត់សង្ហាចិត្តភ្លាមហ្មងគាត់ឆ្ងល់តែគាត់ថា Renick មិនដឹងមកពីណាគាត់អត់ដែរស្គាល់អត់ដែរនេះផងអាហ្នឹងអារឿងក្នុងចិត្តហ្នឹងវាចេះតែបើឡើងទៅវាធ្វើឲ្យគាត់ទ្រាំលែងបានហ្មងឥឡូវគាត់បញ្ចេញមកអស់ហើយបញ្ចេញទៅកាន់សាធារណជនបញ្ចេញទៅកាន់បណ្ដាញសារព័ត៌មានពិភពលោកឲ្យបានដឹងគ្រប់គ្នាហើយកុំនិយាយរឿងឈឺចាប់ប្រពន្ធពូវាយរឿងផ្សេងរឿងពូដូរឿងផ្សឹងថ្ងៃទៅបែងចែកដាច់មួយណាចាក់ចេញមួយណាវាយហើយចេះតែនិយាយប្រៀបធៀបអញ្ចឹងនឹងបានតែមនុស្សយើងការទ្រាំវាមានដែនកំណត់អញ្ចឹងបើគាត់ទ្រាំបានគាត់មិនមែនបញ្ចេញទម្លាយអារម្មណ៍ពិតរបស់គាត់បែបហ្នឹងទេយល់ទេអូសាកាដ្រាម៉ាឥឡូវពូចាំមើលថាចប់ World Cup បាទចប់ World Cup ហ្នឹងគាត់ទៅក្លឹបណាហើយឮធ្លាយដំណឹងមកថាគាត់ចង់ទៅ Chelsea បន្តិចទៅ Bayern បន្តិចតែវាមិនច្បាស់ការទេថាក្លឹបមួយណាដែលគាត់បាទទៅចូលរួមឥឡូវយើងមានចាំតាមដានចប់ World Cup ហ្នឹងច្បាស់ហើយបាទច្បាស់ហើយថាគាត់ទៅណាឥឡូវនេះភ្នាក់ងាររបស់គាត់លោកShawn Mendesកំពុងស្វាស្វែងតាក់ទងក្លឹបបាទដើម្បីចប់ World Cup នេះភ្លាមគឺគាត់ទៅភ្លាមហ្មង